ទូឧបត្ថម្ភរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនេះដែរនាងខ្ញុំសូមអវារំបងប្អូនកំពុងតែតាមដានទស្សនាចាប់យកកងព័ន្ធទី2ស្រីសសុកសាន់ជ័យមកកពូលអើយល្អឯកតែម្ដងជាមួយស្រឡាញ់ទៀតហើយហើយមកចូលសាន់ជ័យសាក់ណាវែងដូចជារំភើបផងដែរកម្មវិធីដែរមើលចោលបងប្អូនទន្ទឹមគ្នាឲ្យច្បាស់ចាក់យកទុកព្រឹកប្រាយដូចនេះជួយជាទីពេញពេលរមិញមើលខ្សែទឹកខាងក្នុងឯកសារពណ៌បៃតងស្រីសសុកសែនជ័យបានមុខកពូលខ្សែទឹកខាងក្រៅស្រ័យទៅចូលសែនជ័យសាច់កដោមានអន្តរកងព័ន្ធទី2មកខ្សែព្រត់200ម៉ែត្រនោះបាទស្រីម៉ៃក្រាំងយើងស្ថិតនៅខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌សចុងច្បារពណ៌សទៀតរីឯខ្សែទឹកខាងក្រៅពីជ័យកុមារដែលចូលសែនជ័យមកពីខាងសាច់កដាលឲ្យស្អាតចាសាច់កដាលនឹងស្អាតស្រីម៉ៅក្រាំងយើងសាឡានដែរប៉ិនគ្នាទៀតហើយប៉ិនគ្នាទៀតហើយបងប្អូនព្រមមកប៉ិនគ្នាទៀតហើយល្បឿនដូចគ្នាទៀតហើយតែគិតគ្នាតែខ្សែក្រៅខ្សែទឹកក្នុងជ័យកុមារដែលចូលសែនជ័យដល់ហើយកវីដៃបាទអូពេញចំហខ្សែទឹកខាងក្រៅចលនាយ៉ាងមិនដែរខ្សែទឹកខាងក្រៅហើយពីជ័យកុមារចូលសែនជ័យលឿនពេញឡើងបាទពាក់កដាលទុកទៅមិនរួចទេព្រោះពីជ័យកុមារដែលចូលសែនជ័យខ្សាច់កដាលបានឈ្នះតែពាក់កដាលទុកទេទៅលើស្រីម៉ៅក្រាំងយើងគូទី25តាំងទី1បានតែហើយចាប់អារម្មណ៍គឺរតនកុមារដែលចូលសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌ស្នាទុំចុងច្បារពណ៌សហើយជាមួយនឹងការចាក់យងទូកដល់ស្វាហាប់របស់កីឡាករមើលទៅសភាពភាពទូកឃើញថាលិចកដែតរីឯខ្សែទឹកខាងក្រៅក៏មិនធម្មតាដែរមហាទន្សាយដែលចូលសែនជ័យមកពីខាងរាយប៉ាយកងមាសមួយចារៀបឡើងទៅហើយយ៉ាងម៉េចដែរក៏លើកពីមកពីខាងយុទ្ធថែមឡើងឯកដ្ឋានស្លាទុំខ្សែទឹកខាងក្រៅស្លាទុំរតនកុមារសែនជ័យបានទៅចូលសែនជ័យលើវាឯមមហាទន្សាយដែលចូលសែនជ័យមហាទន្សាយចូលសែនជ័យកំពុងចាំបាទយ៉ាងមិនដែរអត់មានបន្ថយដៃទេបាទនៅពេលនេះគាត់ចាក់ស្រោបគ្នាល្អណាស់បាទមើលចលនានេះគឺជាកីឡារួមធ្វើអីដូចគ្នាធ្វើអីឲ្យមើលចោះចំនួនទូកវែងចំណុះច្រើនគឺល្បឿនមិនសូវចាប់ឆ្នោតទេបាទចាប់ឆ្នោតដើម្បីចាប់គូជើងទី2នេះខ្ញុំសូមអនុញ្ញាតជាបន្តដោយសារទូកលេខរៀនទី26ចាទូកខ្នាតវែងចំណុះច្រើនយើងហៅថាទូកងដែលជាទូកប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជាយើងគូនេះក៏ស្រស់សង្ហាណាស់ដែរគួរជាទីចាប់អារម្មណ៍ណាស់ដែរបន្ទប់មនីវត្តដែលចូលសែនជ័យស្ថិតនៅខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌ស្រស់ស្អាតអញ្ជើញមកពីខាងស្ដៅលើកំពង់ចាមជាទូកឧបត្ថម្ភនៅក្នុងពោះពីសំណាក់ឯកឧត្តមបណ្ឌិតម៉ៃភិរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលរបស់យើងនេះលោកឧបត្ថម្ភចាមនីវត្តដែលចូលសែនជ័យកំពុងតែនាំមុខទៅលើទូកតារាអណ្ដែតសៀសែនជ័យហើយជាទូកនេះទូកឧបត្ថម្ភដោយលោកអង្ញាអឹងសៀចាមកពីខាងលវីអែមតារាអណ្ដែតសៀសែនជ័យនេះឯកសណ្ឋានពណ៌ស្រស់ណាស់គឺពណ៌ស្លាទុំចុងច្បារពណ៌សសភនភាពនៃទូកលិចដដែលតែឥឡូវហាក់ដូចជាចាញ់បងទៅលើបន្ទប់មនីវត្តដែលចូលសែនជ័យហីមកពីខាងស្ដៅលើកំពង់ចាមចាងួតមកដល់ពេលនេះងួតសន្តានរបស់ខ្ញុំនេះថាក្នុងហើយក្នុងដកហើយបាទចាក្នុងចាប់ផ្ដើមដល់បតាខ្សែទៅខាងក្រៅតារាអណ្ដែតសៀសែនជ័យហ្នឹងចាសៀសែនជ័យក៏បង្កើនល្បឿនណាស់ដែរឯកសណ្ឋាននេះនិយាយថាពីស្រស់មែនទែនថាបាទខ្សែក្នុងមានព្រៀបជាងទឹកក៏ប៉ុន្តែមិនទាន់ទេបាទជួនកាលនេះមកគៀខ្សែព្រត់បាទគាត់ចាក់ថែមតាទេឥឡូវបន្ទប់នេះគាត់ឲ្យយកសែនជ័យដកមែនទេចាដកមែនទេណាបាទរូបភាពខាងទូទស្សន៍បាទដ្រូនកំពុងតែតាមដានដែរបាទតាមដានហើយបាទគាត់តិចដើម្បីចាប់មើលល្បឿនខ្សែទឹកក្នុងហើយពេលនេះគឺបន្ទប់មនីវ័នដែលចូលសែនជ័យកំពង់ចាម
បាទគាត់ចូលមកដល់ហើយគាត់ងាកមកស្ដាំដៃងាកមករកច្រាំងតែម្ដងបាទសម្រាប់គូទី21 26សំទោស